បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាប្រយោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបន្តទៀតអូខេតោះយើងទៅមើលទាំងអស់គ្នាខ្ញុំគឺជាសិស្សបាទជាភាសាអង់គ្លេស I am a student I am a student បាទខ្ញុំគឺជាសិស្ស I am យើងប្រែថាខ្ញុំ student យើងប្រែថាសិស្សបាទ I am a student ខ្ញុំគឺជាសិស្សបាទខ្ញុំទៅសាលារៀនរាល់ថ្ងៃបាទ I go to school every day I go to school every day អូខេខ្ញុំទៅសាលារៀនរាល់ថ្ងៃបាទ I go to យើងប្រែថាខ្ញុំទៅ school សាលារៀន every day រាល់ថ្ងៃឬមួយក៏ជារៀងរាល់ថ្ងៃបាទ I go to school every day អូខេអញ្ចឹងយើងប្រែថាខ្ញុំទៅសាលារៀនរាល់ថ្ងៃបាទខ្ញុំខិតខំរៀនសូត្របាទដូចដែលអ្នកទាំងអស់គ្នាដឹងហើយថារាល់ថ្ងៃនេះគឺមានតែចំណេះដឹងទេដែលអាចជួយឲ្យយើងក្លាយទៅជាមនុស្សដែលសង្គមត្រូវការនៅក្នុងសង្គមបាទខ្ញុំខិតខំរៀនសូត្រ I study hard I study hard បាទខ្ញុំខិតខំរៀនសូត្របាទ I យើងប្រែថាខ្ញុំ study hard ខិតខំរៀនសូត្រ I study hard បាទអញ្ចឹងយើងប្រែថាខ្ញុំខិតខំរៀនសូត្របាទបច្ចុប្បន្ននេះភាសាអង់គ្លេសគឺជាភាសាដែលមានសារៈសំខាន់បំផុតនៅក្នុងពិភពលោកបាទខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសអូខេ I like learning English I like learning English បាទខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសអូខេ I like យើងប្រែថាខ្ញុំចូលចិត្ត learning រៀនឬមួយក៏សិក្សាបាទ English ភាសាអង់គ្លេសអូខេ I like learning English បាទខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសបាទការសិក្សាគឺមានសារៈសំខាន់ណាស់បាទមានតែការសិក្សាទេដែលអាចធ្វើឲ្យមនុស្សក្លាយទៅជាមនុស្សល្អក្លាយទៅជាមនុស្សដែលមានតម្លៃនៅក្នុងសង្គមបាទ Education is important Education is important បាទការសិក្សាគឺមានសារៈសំខាន់ណាស់អូខេ Education យើងប្រែថាការសិក្សាឬមួយក៏ការអប់រំបាទ is គឺ important សារៈសំខាន់ឬមួយក៏មានប្រយោជន៍បាទ Education is important ការសិក្សាគឺមានសារៈសំខាន់ណាស់អូខេយើងមើលបន្តទៀតខ្ញុំធ្វើកិច្ចការផ្ទះរបស់ខ្ញុំបាទការសិក្សាមិនមែនថាតើតែយើងនៅសាលាទៅយើងសិក្សាកើតទេនៅផ្ទះនៅកន្លែងណាក៏យើងអាចសិក្សាបានដែរបាទខ្ញុំធ្វើកិច្ចការផ្ទះរបស់ខ្ញុំអូខេជាភាសាអង់គ្លេស I do my homework I do my homework ខ្ញុំធ្វើកិច្ចការផ្ទះរបស់ខ្ញុំបាទ I do យើងប្រែថាខ្ញុំធ្វើ my homework កិច្ចការផ្ទះរបស់ខ្ញុំអូខេ I do my homework បាទអញ្ចឹងយើងប្រែថាខ្ញុំធ្វើកិច្ចការផ្ទះរបស់ខ្ញុំបាទខ្ញុំអានសៀវភៅរាល់យប់បាទខ្ញុំអានសៀវភៅរៀងរាល់យប់អូខេជាភាសាអង់គ្លេស I read books every night I read books every night បាទខ្ញុំអានសៀវភៅរាល់យប់ I read យើងប្រែថាខ្ញុំអាន books សៀវភៅ every night រាល់យប់ឬមួយក៏រៀងរាល់យប់អូខេ I read books every night បាទខ្ញុំអានសៀវភៅរាល់យប់បាទគ្រូរបស់ខ្ញុំចិត្តល្អណាស់បាទជាភាសាអង់គ្លេស My teacher is kind My teacher is kind អូខេយើងប្រែថាគ្រូរបស់ខ្ញុំចិត្តល្អណាស់អូខេ My teacher គ្រូរបស់ខ្ញុំ kind ចិត្តល្អឬមួយក៏ចិត្តសប្បុរសបាទ My teacher is kind អូខេអញ្ចឹងយើងប្រែថាគ្រូរបស់ខ្ញុំចិត្តល្អណាស់បាទអូខេខ្ញុំស្ដាប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងថ្នាក់បាទនៅពេលដែលគ្រូបញ្យល់ខ្ញុំតែងតែព្យាយាមស្ដាប់គ្រូបញ្យល់អូខេជាភាសាអង់គ្លេស I listen carefully in class I listen carefully in class បាទខ្ញុំស្ដាប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងថ្នាក់អូខេ I listen យើងប្រែថាខ្ញុំស្ដាប់ carefully យ៉ាងប្រុងប្រយ័ត្នអូខេ in class នៅក្នុងថ្នាក់រៀនបាទ I listen carefully in class អូខេអញ្ចឹងយើងប្រែថាខ្ញុំស្ដាប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងថ្នាក់រៀនបាទខ្ញុំសួរសំណួរអូខេជាភាសាអង់គ្លេស I ask questions I ask question ខ្ញុំសួរសំណួរបាទ I ask យើងប្រែថាខ្ញុំសួរ questions សំណួរបាទ I ask question I ask
question បាទខ្ញុំសួរសំណួរបាទមនុស្សយើងម្នាក់ត្រូវតែមានការចង់អភិវឌ្ឍជំនាញអ្វីមួយសម្រាប់ខ្លួនឯងអូខេខ្ញុំចង់អភិវឌ្ឍជំនាញរបស់ខ្ញុំអូខេជាភាសាអង់គ្លេស I want to improve my skills I want to improve my skill អូខេខ្ញុំចង់អភិវឌ្ឍជំនាញរបស់ខ្ញុំអូខេឧទាហរណ៍ថាអ្នកទាំងអស់គ្នារៀនភាសាអង់គ្លេសអូខេអញ្ចឹងអ្នកទាំងអស់គ្នាចង់អភិវឌ្ឍជំនាញភាសាអង់គ្លេសអូខេអ្នកទាំងអស់គ្នាធ្វើអ្នករៀនអគ្គិសនីអ្នកទាំងអស់គ្នាចង់អភិវឌ្ឍជំនាញអគ្គិសនីរបស់អ្នកអូខេ I want to improve my skill អូខេ I want to យើងប្រែថាខ្ញុំចង់ improve អភិវឌ្ឍអូខេ my skill ជំនាញរបស់ខ្ញុំបាទ I want to improve my skill បាទខ្ញុំចង់អភិវឌ្ឍជំនាញរបស់ខ្ញុំបាទខ្ញុំកត់ចំណាំនៅក្នុងថ្នាក់រៀនបាទមនុស្សយើងមិនអាចថាយើងរៀនថ្ងៃនេះយើងចងចាំវាបានរហូតនោះទេអូខេអញ្ចឹងយើងត្រូវតែការកត់ចំណាំនៅពេលដែលយើងភ្លេចយើងអាចបើកសៀវភៅរបស់យើងមកមើលវាសារឡើងវិញបានអូខេខ្ញុំកត់ចំណាំនៅក្នុងថ្នាក់រៀនបាទអ្វីដែលសំខាន់គឺខ្ញុំនឹងកត់ចំណាំចូលក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំបាទ I take notes in class I take notes in class បាទខ្ញុំកត់ចំណាំនៅក្នុងថ្នាក់រៀនបាទ I take notes យើងប្រែថាខ្ញុំកត់ចំណាំ in class នៅក្នុងថ្នាក់រៀនបាទ I take notes in class បាទអញ្ចឹងយើងប្រែថាខ្ញុំកត់ចំណាំនៅក្នុងថ្នាក់រៀនបាទខ្ញុំត្រៀមខ្លួនសម្រាប់ការប្រឡងបាទដោយបងប្អូនប្រឡងបាក់ឌុបអីយើងត្រូវការត្រៀមខ្លួននៅក្នុងការប្រឡងដើម្បីនៅពេលប្រឡងដើម្បីកុំឲ្យយើងភ័យឬមួយក៏មានការស្លន់ស្លោអ្វីផ្សេងបាទ I prepare for exams I prepare for exam បាទខ្ញុំត្រៀមខ្លួនសម្រាប់ការប្រឡងអូខេ I prepare យើងប្រែថាខ្ញុំរៀបចំខ្លួនប៉ុន្តែនៅក្នុងប្រយោគនេះយើងប្រែថាខ្ញុំត្រៀមខ្លួនបាទ for exam សម្រាប់ការប្រឡងបាទ I prepare for exam បាទខ្ញុំត្រៀមខ្លួនសម្រាប់ការប្រឡងអូខេអូខេអ្នកទាំងអស់គ្នាយើងមើលប្រយោគចុងក្រោយខ្ញុំរីករាយនឹងការសិក្សាអូខេ I enjoy studying បាទ I enjoy studying ខ្ញុំរីករាយនឹងការសិក្សាអូខេ I enjoy យើងប្រែថាខ្ញុំរីករាយនឹង studying នឹងការសិក្សាបាទ I enjoy studying